សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំចន្ទធីកូនខ្មែរពីប្រទេសហូឡង់បងប្អូននេះគឺជាទស្សនវិជ្ជាខ្លីៗនៃពេលរាត្រីនៅទីក្រុងអាំស្ទែដាំដែលមើលពីអគារ Adam Tower ចាបងប្អូនអគារ Adam Tower នេះជាទូទៅគឺគេទិញសម្បត្តិចូលមកទស្សនាមើលទស្សនវិជ្ជានៅពេលយប់ចាមើលភ្លើងពណ៌របស់ទីក្រុងអាំស្ទែដាំពេលយប់ហ្នឹងគឺស្រស់ស្អាតចាហើយនៅលើអគារហ្នឹងគេមានអង្រឹងយូលដែកនៅខាងកំពូលអគារតែម្ដងយើងអាចធ្វើការយកអង្រឹងហ្នឹងមើលទស្សនវិជ្ជាទាំងស្រុងពីលើអគារហ្នឹងចាបងប្អូនតែខ្ញុំអត់បានទៅទេដោយសារពេលយប់គេបិទចឹងទៅខ្លាចសុវត្ថិភាពហ៎បងប្អូនចាចឹងហើយខ្ញុំអត់បានទៅទេចាគាត់តែមើលពីជាន់បន្ទាប់ហ្នឹងចឹងគឺស្អាតបងប្អូនហើយខ្ញុំមានឱកាសមកចូលមកមើលទស្សនវិជ្ជានៅពេលយប់នេះដោយសារតែក្រុមហ៊ុនរបស់ខ្ញុំបានអញ្ជើញចូលរួមកម្មវិធីជប់លៀងប្រចាំឆ្នាំចាជប់លៀងចាប់ផ្ដើមបើកឆ្នាំ2025របស់ក្រុមហ៊ុនចាដែលខ្ញុំធ្វើការហ្នឹងចាបុគ្គលិកចូលរួមច្រើនមែនតើបងប្អូនហើយគេមានកម្មវិធីជប់លៀងជាច្រើននៅពេញមួយឆ្នាំហ្នឹងមានចាប់ផ្ដើមឆ្នាំហើយនឹងរដូវក្តៅហើយនឹងចុងឆ្នាំចាបងប្អូនចាខ្ញុំនឹងអាប់ដេតបន្តទៀតបើសិនខ្ញុំបានចូលរួមនៅកម្មវិធីជប់លៀងបន្ទាប់អរគុណទស្សនវិជ្ជានេះគឺជារូបភាពរបស់អគារនឹងទាំងមូលបងប្អូនចាហើយរូបភាពបន្ទាប់នេះគឺអង្រឹងដែលខ្ញុំនិយាយហ្នឹងណាបងប្អូនចាអរគុណជម្រាបលាចា